គេថានៅជនបទស្រុកស្រែរបស់យើងស្ងប់ស្ងាត់តែពិតមែនអត់បងប្អូនបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនទៅទស្សនាទិដ្ឋភាពបៃតងបាទក៏ដូចជាស្រូបយកនៅខ្យល់អាកាសបរិសុទ្ធនៅព្រឹកព្រលឹមនេះអញ្ចឹងបងប្អូនទាំងអស់គ្នាចង់ដឹងថាតើនៅខាងខេត្តត្បូងឃ្មុំរបស់យើងមានទិដ្ឋភាពក៏ដូចជាពងគោទាំងអស់នេះស្អាតប៉ុណ្ណាកុំភ្លេចតាមដានវីដេអូរបស់ខ្ញុំពីដើមដល់ចប់បាទអញ្ចឹងតោះកុំឲ្យខាត់ពេលហើយជួយចុចមេដៃមួយផងដើម្បីជាការលើកទឹកចិត្តដល់ការផលិតវីដេអូបន្តទៀតរបស់ខ្ញុំអញ្ចឹងណាតោះឥឡូវយើងទៅតាមដានទស្សនាទាំងអស់គ្នា